Bà lấy dươngបន្តទៀតមកដល់ candlestick pattern មួយដែលឈ្មោះថា long legged doji អញ្ចឹងនៅក្នុង pattern នេះវាមានទាំង bearish វាមានទាំង bullish ដូចគ្នាអញ្ចឹងខ្ញុំសូមបង្ហាញទាំងពីរដើម្បីកាត់បន្ថយពេលក្នុងការធ្វើវីដេអូខ្លះដែរដោយសារតែវាមានដូចគ្នាទេគាត់ថាវាផ្ទុយគ្នាអាមួយនៅក្រោមនិងមួយនៅលើអញ្ចឹងយើងសួរថាតើវាអ្វីទៅគឺជា long legged doji អញ្ចឹងបើសម្រាប់វានៅក្រោមគឺវាមានជើងវែងសម្រាប់យើងសម្គាល់វានៅតំបន់ support ណាគឺវាមានជើងក្រោមវែងហើយនឹងក្បាលលើខ្លីមួយទៀតគឺខ្លួនវាតូចឬគ្មានអញ្ចឹងវាមានតែប៉ុណ្្នឹងឬគ្មានតួនោះគឺវាមានប៉ុណ្្នឹងដល់ពេលមានតួវាអាចមានតិចតួចដូចអានេះចឹងវាអាចមានតូចជាងហ្នឹងឬក៏តិចតួចដូចគ្នាបែបហ្នឹងហើយតម្លៃវាឡើងចុះប៉ុន្តែវាបិទនៅចិត្តកន្លែងដែលបើកហ្នឹងអញ្ចឹងវាឡើងចុះវាបិទនៅកន្លែងដែលហ្នឹងយើងស៊ូមមើលបានដឹងថាអូយើងស៊ូមអញ្ចឹងហើយនៅក្នុង trading view យើងមើលតម្លៃទៅបានដឹងថាវាខុសគ្នាតិចតួចប៉ុណ្ណឹងអញ្ចឹងវាដូចជាទីផ្សារដែលកំពុងនិយាយថាខ្ញុំមិនដឹងធ្វើអ្វីទេនៅពេលនេះដូចរូបភាពពីរនេះអញ្ចឹងអ្នកលក់ក៏មិនដឹងថាលក់អ្នកទិញក៏គាត់មិនដឹងថាទិញអញ្ចឹងតែយើងជាស្រ័យអញ្ចឹងទៅវាមានន័យដូចដេចអញ្ចឹងសញ្ញាដាវនេះរូបដាវវាបង្ហាញពីភាពមិនច្បាស់លាស់រវាងអ្នកទិញនិងអ្នកលក់វាអត់ច្បាស់លាស់ទេដោយសារតែវាឡើងចុះវាបិទនៅកន្លែងដដែលហើយវាបង្កើតជារូបរាងទូចមួយនៅហ្នឹងអញ្ចឹងជាញឹកញាប់វាឡើងនៅផ្នែកខាងលើឬខាងក្រោមនៃ trend ណាមួយអញ្ចឹងពេលខ្លះក៏វានៅខាងលើអញ្ចឹងទៅខាងលើវាត្រឡប់យើងយកជើងលើខ្ពស់ជាងហើយក្រោមទៀតដល់ពេលខាងក្រោម trend ខាងក្រោមយើងយកជើងវែងហើយលើតូចអញ្ចឹងវាអត់ច្បាស់លាស់ថាវានៅកន្លែងណាវាមានពីរកន្លែងហ្នឹងហើយយើងអាស្រ័យទៅលើការផ្សំផ្សេងអញ្ចឹងអាចជាសញ្ញាប្រច្រាស់ឬបន្តទៅមុខទៀតវាអាចថាវាមកដល់ហ្នឹងវាអាចនឹងត្រឡប់មកវិញឬក៏មកដល់ហ្នឹងវាបង្កើតបានរូបរាងប៉ុណ្ណឹងវាឡើងទៅលើទៀតវាបង្កើតអញ្ចឹងហើយវាឡើងទៅលើទៀតវាមិនទាន់ប្រកបណាអញ្ចឹងវាជាសមរភូមិខ្លាំងតែគ្មានអ្នកឈ្នះទេដោយសារទាញគ្នាដូចយើងទាញព្រាត់អញ្ចឹងទាញទៅទាញមកអត់ទាន់មានអ្នកឈ្នះណាអញ្ចឹងតែកន្លែងណាដែលយើងសម្គាល់វាដើម្បីប្រើប្រាស់អញ្ចឹងទី1យើងមើលវានៅ support ឬក៏ resistance zone យើងមើលវានៅតំបន់ support ឬក៏ resistance ទី2យើងរួមបញ្ចូលជាមួយសញ្ញាផ្សេងដូចជា RSI trend line និង chart pattern ទី3នោះយើងរកមើលការបញ្ជាក់មុនពេលចូលហើយ candlestick បន្ទាប់ candlestick បន្ទាប់ពីកើតឡើងហ្នឹងវាជាកន្លឹះដើម្បីយើងពិចារណាថាអូយើងគួរតែទិញឬក៏លក់នៅកន្លែងហ្នឹងឬគួរចាំសិនវាមាន2មាន3ទិញឬលក់ឬចាំសិនយើងក្នុងការ trade មាន3ហ្នឹងមិនចូលទៅដល់យើងត្រូវតែទិញទេឬក៏ត្រូវតែលក់ទេវាមាននៅចាំសិនមួយទៀតចាំ confirm សិនបើយើងអាចធ្វើអីបានអញ្ចឹងតែយើង trade វាមិននៅក្នុងការ trade យើងសម្គាល់វាបែបម៉េចអញ្ចឹងបើវានៅក្នុង down trend ការផ្លាស់ប្ដូរអាចកើតមានប្រសិនបើមាន bullish candle អញ្ចឹងបើវានៅ down trend បែបនេះគឺ down trend វាចុះមកគេហៅថា down trend អញ្ចឹងការចូលផ្សារអាស្រ័យទៅលើ candle បន្ទាប់ហ្នឹងគឺ bullish អានេះអាស្រ័យវាបិទធំ bullish candle មួយទៀតអញ្ចឹងបើនៅ up trend ការផ្លាស់ប្ដូរដែលអាចកើតមានឡើងប្រសិនបើវាមាន bearish candle ហ្នឹងគឺនិយាយពី candle បន្ទាប់នេះ candle បន្ទាប់ហ្នឹងបន្ទាប់ពីវាកើតឡើងហ្នឹងគឺវាចេញអីគេវាចេញខៀវឬក៏ចេញក្រហមជា bullish ឬក៏ bearish ហើយមួយទៀតយើងត្រូវប្រើ stop loss ហើយយើងត្រូវរងចាំជានិច្ចរងចាំ confirm ជានិច្ចមានឲ្យយើងបកទៅក្រោយមករកពួកនេះវិញជានិច្ចមករកការរួមបញ្ចូលផ្សំរវាងសញ្ញាផ្សេងជានិច្ចអញ្ចឹងចំណុចដែលយើងត្រូវប្រយ័ត្នកុំ trade ពេលវាឃើញ
ឃើញវាតែឯងមិនថាយើងចូលមកយើងស្រាប់តែឃើញវាប៉ាប់យើងថាអូនេះចុះហើយអញ្ចឹងអា candle បន្ទាប់នេះគ្នាមិនតបានដើរចប់ម៉ោងហ្នឹងគឺថានៅម៉ោងជិតចប់ឬក៏ឧទាហរណ៍ time frame 1ម៉ោងទៅមិនបាន45នាទីគ្នានៅតាមនេះយើងថាអស់ចុះហើយចុះលក់ស្រាប់តែវាត្រឡប់ទៅវិញនោះទៅលើឆ្កុយអញ្ចឹងយើងអត់បានរងចាំ confirm មួយពួកអស់នេះអញ្ចឹងវាកើតវាក៏អាចកើតមានន័យថាវាក៏អាចមានន័យថា trend ហ្នឹងវាដើរបន្ទាប់ប្រសិនបើ candle បន្តវានៅតែតាមលំហូរផ្សារដូចខ្ញុំប្រាប់ពីមុនអញ្ចឹងវាក៏អាចបិទទៅទៀតប្រសិនបើវាអត់តន់អស់កម្លាំងទេចឹងមិនគេឲ្យយើងរួមផ្សំជាមួយនឹង RSI ក៏ដូចជា trend line ក៏ដូចជា chart pattern ឬក៏ candlestick ផ្សេងឬក៏indicator ផ្សេងយើងអាចនិយាយពី volume តែ volume យ៉ាងម៉េចហើយអញ្ចឹងមកដល់ហ្នឹងជាចំណុចសំខាន់គឺការសម្រេចចិត្តតែម្ដងមានន័យថាយើងចូលមកដល់កន្លែងហ្នឹងយើងឃើញស្អាតហើយតែយើងសម្រេចចិត្តបែបណាអញ្ចឹងការសម្រេចចិត្តដែលត្រឹមត្រូវយើងត្រូវមានពួកអស់នេះទាំងអស់ម្ដុំហ្នឹងទាំងអស់ត្រូវមាន stop loss ឲ្យបានត្រឹមត្រូវហើយយើងត្រូវមានចាំវា confirm bullish ឬក៏ bearish សិនទៅតាមវានៅខាងលើឬខាងក្រោមនៅទៅតាម support ឬក៏ resistance ហើយយើងត្រូវ confirm ជាមួយ RSI ហើយខ្ញុំទៅមុខទៅរមើលវាសិននេះខ្ញុំគាត់តែបង្ហាញអំពី candlestick ទេយើងអត់ទាន់បានចូលទៅដល់ការ confirm ជាមួយ RSI ទេអញ្ចឹងដល់ពេលយើងរៀនអំពី RSI បានយើងយក candlestick pattern មកបូកបញ្ចូលគ្នាអញ្ចឹងដូចនេះក៏ចាត់ទុកជារូបរាងវាមួយដែរដោយសារតែវាខាងក្រោមវែងជាងខាងលើវាតូចជាងតិចតួចហើយក៏មានអារូបរាងស្មើខ្លះដែរហើយវានៅក្នុង support យើងថាវានៅក្នុង support យើងគូ support មកទៅ body នេះមកយើងអាចចូលផ្សារនៅម្ដុំហ្នឹងអានេះយើងយកទៅជើងវាម្ដងទៀតដើម្បីដាក់ stop loss ហើយយើងយកត្រឹម resistance យើងអាចឃើញវាយើងអាចចូលផ្សារបែបហ្នឹងបានអានេះគាត់ថាសញ្ញាខ្ញុំគូសដើម្បីបង្ហាញទេគាត់ថាយើងនេះដូចនេះវានៅខាងលើអញ្ចឹងនៅនឹង resistance អត់វាអត់នៅប្រហែលទេអានេះវាអត់នៅតែយើងបូកទៅលើ RSI ទៀតពីនឹងដល់ហ្នឹងតើ RSI បង្ហាញថា over bot ហើយនៅអញ្ចឹងយើងត្រូវបូកគ្នាទៀតរូបរាងតូចនេះអាហ្នឹងមិនវាដែរអានេះខ្លីអានេះវែងហើយខ្លួនទូចមួយហ្នឹងខ្លួនទូចមួយហ្នឹងគូសច្បាប់មកយើងយកម្ដងទៀតហើយយើងចូលម្ដុំហ្នឹងចោះតែយើងចូលបន្ទាប់ពី bearish យើងអាចយកពាក់កណ្ដាល candle មុនមកក៏បានវាអាចដើរ 25% 50%ចឹងយើងអាចយក 50% នៃ candle នេះឬក៏ 25% ដើម្បីចូលសារអានេះយើងយកត្រឹមជើងម្ដងទៀតមក stop loss អានេះយកត្រឹម resistance របស់វាត្រឹម support វាធ្លាក់មកវិញគេហៅថា support ហើយឬក៏យើងយកត្រឹម body នេះក៏បានដែរមិនយកឆ្ងាយពេកវាច្រើនតែវាតែងតែបត់ឡើងទៅលើវិញវាចុះអត់ដល់វាបត់ឡើងទៅលើវិញដើម្បីស៊ីយើងឧទាហរណ៍នឹងមួយនៅតំបន់ support អត់ទេឥឡូវបើយើងចូលឆ្ងាយវានៅឆ្ងាយអាចនឹងគិតពិចារណាទៅលើ RSI តើ RSI វានៅត្រង់ណា
ដូចនេះតំបន់ resistance មួយដែរ body នេះ candle បន្ទាប់បុកទៅលើអត់ដល់នេះយើងយកទៅ body ធ្វើ body នេះក៏បានតំណឹងបានអញ្ចឹងយើងមើលអាស្រ័យទៅលើ time frame មួយហើយនេះយើងមើល time frame 15នាទីបងប្អូនអាចមើល5នាទីក៏បានកំបាញ់ជាមួយគ្នា15នាទីអញ្ចឹងដល់ពេលដល់កន្លែងប្រភេទនៃ trader បងប្អូនដឹងហើយថាយើងគួរតែសម្រេចចិត្តtrade ប្រភេទ trader បែបណាទៅតាម time frame នីមួយៗ10នាទីហើយមើលនេះគីឡូមានវានេះរូបរាងមួយដែរបន្ទាប់ពីហ្នឹងbody បង្កើតអានេះសារតែចេញពីហ្នឹង candle បន្ទាប់វា bearish បាន candle បន្ទាប់មួយទៀតវា bullish មួយជើងចុងប៉ះចុងតំណឹងឬយកតំណេះក៏បានមួយលើមួយជាងតិចតួចចឹងដល់នេះ candle បន្ទាប់ហ្នឹងវាជា bullish ប៉ុន្តែយើងមើលដែរជាមួយ RSI ដោយសារនេះវាចេញជាទម្រង់មួយឲ្យយើងបាត់ហើយអា candle មួយនេះ candle មួយនេះវាជាទម្រង់មួយឲ្យយើងអញ្ចឹងបើសិនជាអត់បានអានេះយើងបានអានេះមើលហើយបូកជាមួយ RSI ដូចឧទាហរណ៍ថានៅក្រោមអញ្ចឹងបើយើងអត់មានប្រភេទ candle មួយណាយើងអាចមើលថា candle stick pattern មួយណាដែលយើងអាចប្រើបានអញ្ចឹងមិនមែនឲ្យតែចេញអាហ្នឹងបើយើងចូលផ្សារណាដូចវីដេអូដែលខ្ញុំបង្ហាញដំបូងវាមានច្រើនអញ្ចឹងយើងយកមកផ្គុំគ្នាមកនេះមួយទៀត candle បន្ទាប់វែងអានេះវាស្តៀង hammer ដែរគណៈក្បាលវាឡើងលើតិចក្បាលវាឡើងលើច្រើនតិចមាននៅ support មួយអញ្ចឹងយើងមើលយើងគុណយើងមើលលំហវាធំយើងថយ margin ទៅតាមហ្នឹងទៅបើលំហវាតូចយើងថែ margin ទៅតាមហ្នឹងដូចរបៀបប្រើប្រាស់ RSI របៀបប្រើប្រាស់ MT5 ចុចប៉ះពីមុនហ្នឹងចឹងបងប្អូនព្យាយាមរកមើលខ្លួនឯងឲ្យបានច្រើនទៅយើងអាចដូរ pair រៀនមើល pair ផ្សេងបានយើងអាចថែមពួក major currency បើនៅលើ trading view កុំទៅយើងអាចចុចសញ្ញាបូកនេះមកពួក major currency មានអីខ្លះ euro USD pound ដុល្លារ pound ធៀបមួយដុល្លារកាណាដា New Zealand កាណាដាធៀបជាមួយនឹង New Zealand មានអីទៀតដុល្លារធៀបជាមួយកាណាដាដុល្លារធៀបមួយ Swiss CHF Swiss មាន7នៅក្នុងនេះ1 2 3 4 5 6នៅមួយទៀតខ្ញុំចង់ភ្លេចអូធំដុល្លារជប៉ុនហើយកំពុងតែយើងកំពុងមើលដុល្លារអូស្ត្រាលីចំនៅមួយទៀតចង់ផាំងដុល្លារអឺរ៉ូផោនដូចជានៅ New Zealand ដុល្លារ
USD ពលខ្ញាល់នឹងមាន New Zealand ធៀប$1មួយទៀតតែឥឡូវពលខ្ញាល់អញ្ចឹងយើងអាចបដូរ pair មកដល់ពេលមែនតើយើងគណបដូរ pair យើងបដូរ pair ហើយយើងប្រើ strategy ប្រើក្បួនតែមួយគាត់ថាយើងបដូរលំហូរបន្តិចបដូរគិតពីលំហូរបន្តិចតែលំហូរពួក currency វានឹងលំហូរមាសវាអាចយើង scalping ទៅមកបានតែលំហូរនេះវាឆឹកអញ្ចឹងណាវាដូចមាសមាសវាមានទៅមានមកវាទៅមកកលៈរបស់វាសម្រាប់យើង scale វាស្អាតជាងពួក currency លើបងប្អូនព្យាយាមមើលតិចខ្ញុំអត់ចង់បានវីដេអូវែងជាងហ្នឹងទៀតទេព្យាយាមមើលដោយខ្លួនឯងតិចទៅស្វែងរកឲ្យខ្លួនឯងបានច្រើន